Ok, video này nhưng mà prapi là việc prapra editor mình nắng editor này cứ về miền trên này sầm khăn trongการprapra đấy đôiจะใช้ในตรงนี้เคยวิโซตะไลข้างเก่านี้យើងបុកសំជាមួយនឹងយើងចេះមើលระบบបផ្សារដែរទៅជាប្រើ editor ទៅវាដើរ smooth ល្អហើយវា work ល្អអញ្ចឹងអ្នកទាំងអស់គ្នាមើលជាក់ស្ដែង editor នេះវាសូកន្លែងនេះជាតម្លៃមួយតម្លៃធំតម្លៃដល់ទៅ69.183k អញ្ចឹងមានន័យថាចំនួនអ្នកទិញគឺច្រើនកន្លែងហ្នឹងចំនួនអ្នកទិញគឺច្រើនអញ្ចឹងពេលដែលផ្សារចុះមកប៉ះកន្លែងហ្នឹងផ្សារនេះចាប់ផ្ដើមពីបសឡើងទៅហើយមូលហេតុដែលផ្សារចាប់ផ្ដើមពីបសដោយសារតែកន្លែងនេះជា key zone មួយសំខាន់ដែរកន្លែងនេះជា breakup កន្លែងនេះជា rejection block កន្លែងនេះគឺវែងហើយមាន canal order block មួយនៅកន្លែងហ្នឹងទៀតអញ្ចឹងវានឹងជា key zone មួយដែលផ្សារតែងតែមក retest បុកសំជាមួយនឹង indicator ហ្នឹងគឺ work ល្អហ្មងហើយមួយទៀតកន្លែងនេះគឺជាក់ស្ដែងដូចគ្នាផ្សារហ្នឹងគឺចាំនៅតំបន់rejection block ដូចអ្នកគ្នាឃើញកន្លែងនេះគឺសូខាងក្រោមនេះគឺជា rejection block ពេលដែលផ្សារចុះមកប៉ះ rejection block ហ្នឹងធ្លាយមកបន្តិចតែនៅតែអាច work បានតែកន្លែង sideways នេះគឺយើងអត់ចូលទេយើងរងចាំឲ្យផ្សារឡើងទៅលើហើយពេល reversal ប៉ះមក indicator នឹងវិញបានយើងចូលបាយទៅវាបានចំនួនធំតែបើថាផ្សារកំពុង sideways បែបនេះគឺយើងអត់ចូលទេ indicator ហ្នឹងត្រូវរងចាំឲ្យផ្សារឡើងទៅលើហើយចាំពេលវាធ្លាក់មកក្រោមវិញមកប៉ះផ្សារថ្មីទើបយើងអាចចូលបានដូចអ្នកនរគ្នាឃើញអញ្ចឹងខាងលើនេះគឺដូចគ្នាដែរគឺតំបន់ break អានេះគឺតំបន់ break ពេលដែលផ្សារឡើងទៅលើផុតផ្សារធ្លាក់មកវិញគឺយើងអត់តន់ចូលទេចាំឲ្យផ្សារឡើងទៅម្ដងទៀត reversal ពេលដែលផ្សារ pull back ឡើងទៅប៉ះហើយចាំយើង sell មក sell ធ្លាក់មកពេលដែលផ្សារឡើងទៅប៉ះចាំយើង sell ធ្លាក់មកពេលដែលវាមាន rejection block វិញគឺ indicator ហ្នឹងសូដូចនេះក៏ដូចគ្នាពេលដែលផ្សារវា pull វាធ្លាក់មកបែបនេះគឺយើងអត់តន់ចូលទេរងចាំឲ្យផ្សារវា pull back ឡើងទៅប៉ះ indicator មកហើយមានសូសញ្ញាពណ៌ក្រហមនេះគឺយើងចុច sell មកហើយតាក់ទងជាមួយនឹង break ពេលដែលផ្សារ break កន្លែងនេះគឺជាតម្លៃbreaker block នេះ rejection block ផ្សារនេះ indicator នេះគឺសូពីច្រើនទៅដល់ rejection block អញ្ចឹងពេលដែលផ្សារទៅប៉ះ rejection block ឡើងទៅលើធ្លាក់មកវិញ switch rejection block ហើយផ្សារនេះវាមកប៉ះតំបន់នេះមួយទៀតគឺតំបន់ OB មកប៉ះតំបន់នេះឡើងទៅលើកន្លែងនេះគឺដូចគ្នាដែរឡើងទៅមកប៉ះចំ indicator នេះគឺ reversal ឡើងទៅលើតទៀតអញ្ចឹង indicator នេះវាមានចំណុចសំខាន់អ្វីដែលចង់ឲ្យ indicator នឹង work ល្អគឺយើងដឹងពីក្លុកកលៈរបស់ផ្សារផងកន្លែងណាដែលផ្សារត្រូវទៅ retest បុកសំជាមួយនឹង indicator គឺយើងអាចប្រើការកើតដែរយើងអាចប្រើតាម indicator ទាំងស្រុងបានទេ